សួស្តីបងប្អូនអរគ្នាថ្ងៃនេះបងនឹងមកចែកម្លែកអំពីគន្លឹះមួយចំនួនក្នុងការត្រៀមខ្លួនប្រឡងបាក់ឌុបលើមុខវិជ្ជាភាសាអង់គ្លេសតាមពិតទៅបងមិនមែនជាសិស្សបកែអង់គ្លេសអីទេហើយមកថ្ងៃហ្នឹងក៏មិនមែនជាសិស្សឆ្នើមអីដែរតែមកនេះក្នុងនាមជាសិស្សដែលខ្សោយអង់គ្លេសការទី12ហើយការទី12បើនិយាយទៅគឺបងប្រឡងធ្លាក់អង់គ្លេសសឹងតែរាល់ខែហ្មងប៉ុន្តែនៅពេលបាក់ឌុបបងទទួលបាននិទេសសេលើមុខវិជ្ជាអង់គ្លេសហើយទៅពេលនោះបងចង់បោះបង់ហើយបងអត់ចង់ប្រឹងមើលអង់គ្លេសទៀតទេដោយសារបងគិតថាកន្លះឆ្នាំហើយចិត្តបាក់ឌុបហើយអីហើយគឺអត់មានពេលណាទៅផ្ដោតមើលអង់គ្លេសទៀតទេគឺមានតែមើលទៅលើមុខវិជ្ជាណាដែលសំខាន់ផ្សេងទៀតដូចរូបគីមីជីវៈគណិតអីចឹងទៅតែអានេះគឺជាការយល់ខុសបើសិនណាជាអត់មានបានត្រៀមក្នុងការប្រឡងលើអង់គ្លេសនឹងឲ្យបានល្អទេអញ្ចឹងវាអាចទាញនិទេសរបស់យើងទៀតអញ្ចឹងហេតុនេះហើយបានបងប្រឹងសិក្សាស្រាវជ្រាវតាម YouTube អីអញ្ចឹងទៅក៏ប្រទះឃើញនៅ Channel YouTube មួយដែលមានឈ្មោះថា Channel YouTube សាមញ្ញភាពដែលពេលនោះបងមើលវីដេអូហ្នឹងទៅយល់បងមើលវីដេអូហ្នឹងទៅគឺឆាប់ចាប់បាននិយាយទៅការបរៀនរបស់គាត់របៀបបញ្យល់របស់គាត់គឺភាគច្រើនគឺស្រួលយល់ព្រោះសារគាត់មានតិចនិចក្នុងការចំណាំដល់ពេលអញ្ចឹងសម្រាប់សិស្សខ្សោយដូចបងអត់មានពេលណាទៅមើលមេរៀនទាំងដុលវិញទេដោយសារបងខ្សោយគ្រឹះច្រើនដល់អញ្ចឹងបងក៏មើលតាមតិចនិចដែលគាត់ប្រាប់អញ្ចឹងធ្វើឲ្យបងនឹងអឺអាចធ្វើបានក្នុងការប្រឡងបាក់ឌុបអញ្ចឹងនេះគឺជា channel YouTube របស់គាត់ឈ្មោះថាសាមញ្ញភាពហ្នឹងអញ្ចឹងបងប្អូនអាចចូលទៅមើលនៅក្នុង channel របស់គាត់បានហើយ channel របស់គាត់មានវិញ្ញាសាត្រៀមច្រើនមានតាំងវិញ្ញាសាត្រៀមប្រឡងបាក់ឌុបត្រៀមប្រឡងគ្រូក៏មានដែរប៉ុន្តែឥឡូវនេះយើង focus តែទៅលើបាក់ឌុបសិនបានហើយនៅក្នុងវិញ្ញាសារបស់គាត់នឹងមានចែកចេញជាវិញ្ញាសាដែលធ្លាប់ចេញប្រឡងបាក់ឌុបហើយនិងវិញ្ញាសាដែលត្រៀមបាក់ឌុបវិញ្ញាសាដែលត្រៀមបាក់ឌុបហ្នឹងគឺជាវិញ្ញាសាដែលថ្មីដែលអត់ទាន់ចេញអាហ្នឹងគឺសម្រាប់ត្រៀមមានន័យថាបើសិនណាជាប្អូនមើលវិញ្ញាសាធ្លាប់ចេញអស់ហើយប្អូនចាប់ផ្ដើមមើលវិញ្ញាសាថ្មីដែលមានរហូតដល់40វិញ្ញាសាក្នុងការត្រៀមបំពន់បន្ថែមពីលើអ្វីដែលធ្លាប់ចេញទៀតចឹងនេះបងអូននៅពេលដែលបងអូនចូលទៅដល់ក្នុង channel YouTube ហ្នឹងបងអូនចុចទៅលើ playlist ហើយបងអូននឹងអាចរកឃើញហើយវិញ្ញាសាបណ្ដុំនៃវិញ្ញាសាដែលធ្លាប់ចេញប្រឡងបាក់ឌុបហ្នឹងអញ្ចឹងបណ្ដុំនៃវិញ្ញាសាអង់គ្លេសធ្លាប់ចេញប្រឡងបាក់ឌុបហ្នឹងគឺគាត់រៀបរៀងតាំងពីឆ្នាំ2007មកអញ្ចឹងបងអូនបើសិនណាជាពេលវេលាបងអូននៅខ្លីបងអូនអាចមើលពី2014មកសិនមើលពី2014មកសិនហើយពេលមើលចប់ចាំបកដេញថយក្រោយវិញម្ដងមួយឆ្នាំរហូតដល់2007ហ្នឹងទៅហើយនៅពេលដែលមើលវីដេអូគាត់ចប់ហើយមិនមែនមើលចប់ទេគឺថាអំឡុងពេលដែលយើងមើលវីដេអូឬក៏មុនពេលមើលវីដេអូហ្នឹងយើងត្រូវតែ print กระดาษឯកសារទាំងនោះមកឲ្យហើយដើម្បីអីដើម្បីឲ្យពេលដែលគាត់បញ្យល់យើង note ទុក note ចំណាំបើកាលណាយើងមើលវីដេអូតែអត់បាន note ទុកទេគឺយើងនឹងមើលហើយឆាប់ភ្លេចទៅវិញអញ្ចឹងនេះគឺជាគន្លឹះមួយក្នុងការមើលវីដេអូឲ្យបានផលឲ្យបានប្រយោជន៍មកវិញព្រោះសារបើសិនណាជាយើងគ្រាន់តែមើលទេអត់បានទាញប៊ិចទាញសភៅមកកត់ទេប្រៀបបីដូចយើងទៅមើលល្ខោនមើលកុនអីអញ្ចឹងយើងទៅមើលហើយចោលអញ្ចឹងទៅមើលបែបកំសាន្តអារម្មណ៍ណាតែបើយើងមើលចង់ចេះចង់ដឹងគឺយើងត្រូវតែមានប៊ិចមានសភៅត្រៀមមកកត់ហើយមុននឹងមើលត្រូវតែព្រានឯកសារមករៀនធ្វើមកមើលបដាអីបដាដើម្បី note ទុកបដាអីបដាអាហ្នឹងគឺជា technique មួយក្នុងការសិក្សាតាម YouTube ដោយខ្លួនឯងកាលបងនៅរៀនទី12អញ្ចឹងនៅក្នុង playlist របស់គាត់នឹងមានចែកទៀតមានលក្ខណៈថាមានបាក់ឌុបផ្នែក reading grammar និង vocab អញ្ចឹងយល់ល្អបងអូនមើលអញ្ចឹងក៏ល្អដែរដូចឧមាថាមើល reading សុទ្ធហើយទៅចាំមើល grammar តាមក្រោយចាំមើល vocab តាមក្រោយអញ្ចឹងទៅតែការបងទី12បងមើលអញ្ចឹងបងមើល grammar មុនមើល grammar ចប់ហើយបានបងចូលមើល vocab ហើយទៅបន្ទាប់មកបានបងមើល reading ដោយសារបងស្គាល់ channel ហ្នឹងរៀងខ្លីដែរ
ប្រហែលជា2ខែមុនបាក់ឌុបឯងបើសិនណាជាបងមានពេលវេលាច្រើនជាងហ្នឹងបងនឹងអាចមើលបានច្រើនជាងហ្នឹងទៀតហ្នឹងហើយហើយទៅ grammar ហ្នឹងកាលនោះបងមើលចប់ហើយចូល vocab ប៉ុន្តែមុននឹងចូល vocab ហ្នឹងបង print អាវិញ្ញាសាចាស់ហ្នឹងអា grammar អីហ្នឹង print 10 20ច្បាប់អីចឹងទៅដើម្បីអង្គុយមកអនុវត្តរាល់ថ្ងៃព្រោះសារបើយើងចូល vocab ហើយទៅយើងអត់អនុវត្តអា grammar នោះទេពេលយើងរៀនចប់ vocab ភ្លេច grammar នោះបាត់អាហ្នឹងជាបទពិសោធន៍ផ្ទាល់អញ្ចឹងតើតែយើងអនុវត្តរាល់ថ្ងៃរៀនចេះហើយដឹងហើយក៏យកមកអនុវត្តបន្ថែមទៀតដើម្បីឲ្យយើងចាំបានយូរហើយទៅបន្តមកទៀតអានេះដែលបងនិយាយមកហ្នឹងគឺវិញ្ញាសាអង់គ្លេសសម្រាប់ត្រៀមប្រឡងបាក់ឌុបហ្នឹងគឺមានដល់ទៅ40វិញ្ញាសាហ្នឹងអាហ្នឹងគឺជាវិញ្ញាសាដែលអត់ធ្លាប់ចេញពីមុនមកទេជឿមានថាជាវិញ្ញាសាថ្មីដែលគាត់បានធ្វើឡើងតាក់តែងឡើងតាមលំនាំបែបបាក់ឌុបអញ្ចឹងដើម្បីយកមកបំពន់បន្ថែមមានន័យថាបើសិនណាជាប្អូនមើលវិញ្ញាសាធ្លាប់ចេញរួចអស់ហើយសល់ពេលយកមកមើលអានឹងថ្មីទៅខេឡូអាចមានចេញតាមអាថ្មីអញ្ចឹងទៅចឹងនេះបងអូនឃើញហើយការបងនៅរៀនអង់គ្លេសដោយខ្លួនឯងហ្នឹងបងរៀនតាម channel ហ្នឹងគឺបង print ឯកសារមកក្រៅចឹង print ជាសភៅចឹងមកហើយទៅបង note ទុកពេលគាត់បញ្យល់បង note បែបលឿនណាបែបលឿនបែបលះចាអសររៀងខ្វៀនតិចហើយនេះគឺតកតងនឹង reading នឹងបង note ទុកចំណាំទាំងអស់ទាំងពាក្យណាបកមិនអញ្ចឹងទៅពេលគាត់បញ្យល់គឺ note ខ្ទេចខ្ទីគ្មានសល់កន្លែងទេនេះគឺជា grammar ហ្នឹងហើយទៅការរៀនមួយគាត់ថាបើយើងអត់ចេះមើលកាលមើលអីទៅយើងរៀនជំរុះចម្លើយជាមុនសិនដល់ពេលអញ្ចឹងអាណាជំរុះចម្លើយយើងខ្វែងអញ្ចឹងដល់ពេលខ្វែងចុះខ្វែងឡើងសល់ចម្លើយដែរយើងអាចយកជាភាគរយខ្ពស់បានក្នុងការជ្រើសរើសហើយទៅតកតងនឹងកាលអីពេលហ្នឹងបងអត់ចេះហ្មងទេអញ្ចឹងដល់អត់ចេះកាលអីអញ្ចឹងទៅក៏គាត់បញ្យល់អត់បញ្យល់បែបលំអិតមេរៀនហ្មងឯងគាត់បញ្យល់បែបចំណាំបញ្យល់បែបមាន technique ក្នុងការធ្វើដល់ពេលអញ្ចឹងសម្រាប់យើងដែលអត់ដែរចេះសោះសឹងថាគ្រឹះអត់សូវមានទេតែមករៀនមួយគាត់យល់ប៉ុន្តែបើសិនណាជានៅសាលារៀនបែបលក្ខណៈថាចេះស្រាប់របៀបថាយើងយល់ grammar ឲ្យច្បាស់ទៅបានរៀននៅសាលាតន់មួយគេឯងតែដល់ពេលយើងអត់ចេះកាលនោះអត់ចេះ grammar ច្បាស់លាស់ដល់អញ្ចឹងរៀនមួយគេទៅដល់ពេលយើងនេះអើយឈឺក្បាលអត់ដឹងថាចាប់ពីណាទៅណាឯងដោយសារអត់ចេះច្បាស់ពី grammar អត់ចេះច្បាស់ពីគ្រឹះវេយ្យាករណ៍អីទាំងអស់ហ្នឹងនេះតកតងនឹង vocab នឹងដែរគឺមានរបៀបជា structure របៀបជាពាក្យស៊ីគ្នាអញ្ចឹងណាពាក្យណាដែលត្រូវមួយគ្នាហ្មងឧទាហរណ៍នេះដូចបង note ទុកហ្នឹង to commit a crime អាពាក្យហ្នឹងនៅជាមួយគ្នាហ្មងcommit និង a crime ហ្នឹងនៅជាមួយគ្នាដល់ពេលអញ្ចឹងពេលដែលយើងឃើញហើយយើងយកអាហ្នឹងហ្មងវាស៊ីគ្នាអញ្ចឹងហ្មងដូចជាប្រយោគទី3ហ្នឹងឯនោះអញ្ចឹងប្រយោគទី3ហ្នឹង everybody knew សំណាង had a crime អញ្ចឹង a crime ហ្នឹងយើងឃើញពាក្យហ្នឹងយើងពេលចម្លើយរបស់យើងមានពាក្យណាដែលស៊ីគ្នាមានតែ committed ហ្នឹងទេហើយទៅអាហ្នឹងជា technique មួយដែលគាត់ប្រាប់របៀបជា structure វាថាប្រយោគហ្នឹងវាទៅអញ្ចឹងហ្មងណា clear ហ្នឹងវាទៅអញ្ចឹងហ្មងអញ្ចឹងវានៅជាមួយគ្នាអញ្ចឹងកាលណានៅជាមួយគ្នាស្រួលមួយយ៉ាងដែរពេលយើងធ្វើបានតែ3 4ដងទៅយើងចាំឯងហ្មងថាពាក្យណាយកអាណាជួបពាក្យអីយកអាណាណីចឹងដូចជាក់ស្ដែងការបងប្រឡងបាក់ឌុបឆ្នាំ2025សំណាងដែរដែលបានមើលវិញ្ញាសាចាស់ទាំងអស់ដល់ពេលអញ្ចឹងទៅពេលដែលទៅប្រឡងទាំង grammar ទាំង vocab គឺគេយកអាឆ្នាំចាស់មកចេញទាំងអស់ដល់ពេលអញ្ចឹងធ្វើបានទាំងអស់តែម្ដងអញ្ចឹងបានថាកុំចោលវិញ្ញាសាចាស់ធ្វើម៉េចឲ្យបានមើលទាំងអស់ដើម្បីជាទុនជាប្រយោជន៍នៅក្នុងថ្ងៃប្រឡងបាក់ឌុបរបស់យើងដល់ពេលមិញគ្រាន់តែ note បែបលឿនបែបខ្វាអេតែដល់ពេលយើងស្ដាប់វីដេអូគាត់ចប់ទៅយើងក៏ត្រូវសង្ខេបរួមមួយឲ្យស្រួលមើលផងដែរ
ព្រោះសារនៅពេលដែលចិត្តប្រឡងយើងមិនអាចទៅអង្គុយបើកមើលសភៅទាំងអស់បានទេបើយើងអង្គុយបើកមើលហ្នឹងក៏វេទនាភ្នែកមើលដែរដោយសារវាអាញ៉េញ៉ៃពេញហ្នឹងអញ្ចឹងដើម្បីឲ្យស្រួលមើលយើងត្រូវតែសង្ខេបវាឡើងវិញអញ្ចឹងសង្ខេបតាមលំដាប់លំដោយដែលគាត់បានបញ្យល់អញ្ចឹងមកហើយទៅដល់ពេលមុនប្រឡងយើងមិនទៅបើកភៅមើលទេយើងមើលតែអាហ្នឹងទៅយើងយល់បាត់ហើយយើងចាំបាត់ហើយនេះដូចអូម៉ាថានេះដូច reading អញ្ចឹងខ្ញុំកត់ពាក្យមានន័យថាម៉េចអីអញ្ចឹងកត់ទុកម្ដុំអញ្ចឹងទៅ yes ហើយទៅមានតែប៉ុណ្្នឹងទេអញ្ចឹងអរគុណទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមស្ដាប់